លោកគ្រូមិនក៏ដល់ឲ្យពួកគេអញ្ចឹងលោកគ្រូយ៉ាងមិនទៅហើយណាគ្រាលោកគ្រូអង្គុយចុះលោកគ្រូយកស្រាថែមទៀតបាទលោកគ្រូស្រាហួយជាហ៊ានធ្វើឲ្យលោកគ្រូទៅរបួសខ្ញុំទៅសម្បត្តិគេឈប់អារបល់យោត្រឹមតែហួយជាម្នាក់ហ្នឹងមិននឹងអាចធ្វើឲ្យលោកគ្រូរបួសបានទៅមិនតាក់ទងជាមួយនឹងគេហ្នឹងទេលោកគ្រូអញ្ចឹងលោកគ្រូគឺតាមពិតទៅណាជំងឺចាស់របស់លោកគ្រូឯងវារើឡើងវិញហើយពុំនោះទេគ្រូគេចាំបាច់កគេឲ្យស្លាប់ដូចជាចាំបាច់កូនមាត់ចឹងឯងកុំទៅតាមហួយជាអសោះបើគេដឹងថាគ្រូរបស់ឯងមានរបួសការប្រកួតក្បាច់គុនថ្ងៃស្អែកច្បាស់ជាមានការលាក់លៀមអញ្ចឹងវាយគ្នាមានន័យអ្វីទៀតទៅការវាយគ្នាមិញនេះពិតជាសប្បាយចិត្តខ្លាំងណាស់ពិតជាសប្បាយមែនខានជួបដៃគូបែបនេះច្រើនឆ្នាំមកហើយលោកគ្រូហួយជាម្នាក់នេះពិតជាមានទេពកោសលមែនបើលោកគ្រូក្រែងគេជាសត្រូវដែលបានសម្រាប់គ្រូពូទី4ហ្នឹងហើយមិនក៏លោកគ្រូសរសើរគេទៀតអ្នកណាជាគ្រូទី4របស់ឯងទៅគេជឿសឺអ៊ីងដែលហូយជានិយាយនោះគឺក្រែងមិញគឺគេបានសារភាពអស់ហើយដាក់មកកញ្ញរមកណាក្រែងគ្រូឲ្យឯងយាមផ្លូវមិនក៏ឯងលួចស្ដាប់អាចក្រែងចូលគ្រូខ្ញុំលួចស្ដាប់មែនលោកគ្រូជាកូនសិស្សធំរបស់ប៉កញ្ញាំឥន្ទ្រីអីអញ្ចឹងមិនមែនប៉គ្មានសមោលទេខ្ញុំជាកូនសិស្សរបស់លោកគ្រូក៏ជាសិស្សរបស់ប៉កញ្ញាំឥន្ទ្រីដែរអញ្ចឹងខ្ញុំស្រាប់តែមានសិស្សច្បងជាច្រើនលោកគ្រូនាំខ្ញុំឆ្លងកាត់ទន្លេបឹងបួដើរហាគ្រប់កន្លែងរកហួយជាមួយឆ្នាំហើយចង់សងសឹកឲ្យគ្រូទី4លោកគ្រូគឺពិតជាសិស្សដ៏ប្រកែកមែននិយាយផ្ដេសផ្ដាស់ស្អីអាយ៉ាគ្រូប្រាប់អីចុះណាគ្រូគឺជាកូនសិស្សធំរបស់ប៉ក្រញាំឥន្ទ្រីតែឯងមិនតាក់ទងជាមួយប៉ក្រញាំឥន្ទ្រីទេឯងគឺគ្មានប៉គ្មានសមោលថ្ងៃក្រោយឯងកុំទៅចូលរួមជាមួយនឹងពួកគេអីនៅមានទៀតណាលីស៊ីគឺជាសិស្សប្អូនគ្រូកាលពី20ឆ្នាំមុនគ្រូក៏មិនដឹងថាគេមិនមែនជាមនុស្សល្អស្អីដែរវាសិតតែអាក្រក់មុខពីទាំងអស់ហ្នឹងវាគ្មានប្រយោជន៍អីទេធ្វើម៉េចឲ្យអវរិទ្ធតែមិនចាំបាច់ឲ្យគេថាគ្រូពូរបល់ចូលអីថែមទៀតហ៎អំបែងក្បាលឯងស្អីខួរក្បាលឈើពុកឯងនេះឆាប់តែធ្វើមហូបឲ្យគ្រូខ្លែមស្រាភ្លាមគ្រូត្រូវតែទៅកម្លាំងបំនោះទីថ្ងៃស្អែកមិនអាចប្រកួតឈ្នះគួរជាជានេះឲ្យឆាប់ឡើងទៅលោកគ្រូក្បាច់គុនខ្ញុំមិនត្រៀរបស់តាកចាំមិញគឺអញញ៉ាញ់ណាហេតុអីក៏លោកគ្រូមិនឆ្លៀតទៅតាមវាយគេតែម្ដងទេបើជានិយាយថាខ្លួនឯងអញពិតជាក្រាន់បាទមែនត្រូវគេចំជួឲ្យបាយជាមើលដឹងថែមទៀតផងសិនអូជីគឺជាស្ត្រីក្រាន់មិនចាក់ការគេចោលទេចិនសិននេះជាទម្លាប់ចាស់របស់ពិភពគុណត្រូវការចេញមិនក៏ថ្ងៃក្រោយមិនឲ្យនៅសុកក៏ចង់កម្ចាត់ម្នាក់នេះចោលម្នាក់នោះចោលទេរៀមច្បងសុនគឺប្រើសំណើចគឺពាក្យអាសរោះលាក់បាំងនិងភាពត្រឹមត្រូវគេជាអ្នកក្លាហានពិតប្រាកដម្នាក់ឆ្លងកាត់ការប្រកួតក្បាច់គុនបាញ់មិញគ្រូសន្និដ្ឋានបានដឹងគេមានជំងឺចាស់ហើយធ្ងន់ធ្ងរទៀតផងមិនអញ្ចឹង500ស្នៀតក៏ពិបាកទប់ទល់ជាមួយគាត់ដែរប៉ុន្តែឯងត្រូវរមើលទៀមថ្នាំដែលល្អជាងគេនៅទីនេះមានន័យណាទៅទៀមថ្នាំអត់អ្នកត្រូវឲ្យលោកគ្រូត្រូវបុកខ្ញុំបានហើយរបួសតិចតួចទុកចិត្តចុះគ្រូនៅឃើញគ្រូពេទ្យហ្វានតែគ្រូល្បីម្នាក់នៅចេញមិនគេគឺធ្លាប់ចេញថ្នាំឲ្យគ្រូតាថ្នាំនោះគឺប្រកែស័ក្តិសិទ្ធិចំពោះរៀមច្បងសុនលោកគ្រូពួកយើងផ្សំថ្នាំឲ្យគេតាមមែនទេតើយ៉ាងម៉េចលោកគ្រូពុំនោះទេជំនេះពួកយើងទៅវិញទៅហើយតែតាចម្លែកសុំនេះគឺអាក្រក់ខ្លាំងណាស់លោកគ្រូមួយថ្ងៃនេះចុះពួកយើងចូលទៅដល់ជាប់អន្ទាក់របស់គេខ្ញុំគឺខ្លាចថាបើគេធ្វើពុតជាឈឺអូបន្លាយពេលវេលាក៏ព្រោះតែចង់ចាំអ្នកខ្លាំងរបស់បកកញ្ញាមន្ត្រីនៅថ្ងៃស្អែកលោកគ្រូក៏ចាញ់ព្រាកគេសុនជាល្បីឈ្មោះយូរហើយឬពេលរបស់គេចម្លែកបានល្បីឈ្មោះយូរហើយដែរប៉ុន្តែចរិតរបស់គេគឺពិតជាសច្ចធម៌គេមានទង្វើកម្ចាត់ជនអាក្រក់លក្ខណៈរបស់គេគឺមានការសរសើរយូរហើយអ្វីដែលគិតគឺមិនឯងមកទេឯងសម្រាប់បំពន់ស្មារតីទៅលោកគ្រូចាំបាច់ឲ្យខ្ញុំការពារដែរតាំងពីដើមមកគឺលោកគ្រូការពារខ្ញុំតែតាំងពីតូចមកខ្ញុំក៏ត្រូវគ្រូតាវាយជំនួសលោកគ្រូបន្តិចដែរលោកគ្រូធ្វើនឹងឲ្យរហ័យប៉ះវាបន្តិចលោកគ្រូមិនអាចធ្វើរឿងទាំងអស់នេះមកទុកឲ្យខ្ញុំមិនចាំបាច់ចិត្តរួចហើយលោកគ្រូផ្នែកដែលលោកគ្រូដេគឺតូចមានរបៀបទៀតផងខ្ញុំដាក់តាមលោកគ្រូច្រើនឆ្នាំហើយមិនដឹងថាលោកគ្រូចេះធ្វើបាននេះសោះរៀនក្បាច់គុនពឹងទៅលើកម្លាំងបាយមិនបានតែត្រូវតែមានចិត្តរវាដៃប្រសំបើមិនចឹងទេនោះមិនអាចហាត់គុនផ្កាយបានទេនៅពេលដែលនៅក្មេង
គ្រូគឺលាក់ជាមួយនឹងពួកឯងរឿងដីកៅអៅខ្លាចត្រូវពួកឯងឃើញប្រហែលឆ្នាំនេះមានអ្នកគ្រូក៏ចាំមើលថែការងារបែបនេះគ្រូស្ទើរតែភ្លេចអស់ទៅហើយ